ចំនួនដ៏គួរឲ្យខ្មាស់រវាងអ្នកក្រលក់ដូរតាមចិញ្ចើមផ្លូវនិងអ្នកត្រួតត្រាទើបតែលក់ដូរបាន3ថ្ងៃស្ត្រីម្នាក់បានទាញកាំបិតដេញចាក់បុរសម្នាក់ចោទថាបុរសខាងលើនេះតាំងខ្លួនជាមនុស្សរបស់សាលាខណ្ឌនិងបានតែកំភ្លៀងគាត់កាលពីវេលាម៉ោង 9:50 នាទីយប់ថ្ងៃទី 5 ខែឧសភាឆ្នាំ 2025 នៅក្បែរស្ពានហង្កោះពេជ្រសង្កាត់ទន្លេបាសាក់ខណ្ឌចំការមនរាជធានីភ្នំពេញគឺជាចំនួនរវាងអ្នកក្រីក្រលក់ដូរតិចតួចតាមផ្លូវនិងអ្នកត្រួតត្រាមើលការរបៀបរៀបរយតាមទីតាំងលក់ដូរតាមប្រភពព័ត៌មានពីស្ត្រីអ្នកលក់ដូរបានឲ្យដឹងថាមុនពេលកើតហេតុគាត់បានមកលក់ដូរនៅក្បែរចិញ្ចើមផ្លូវបន្ទាប់មកក៏មានបុរសម្នាក់ស្លៀកពាក់ស៊ីវិលដោយតាំងខ្លួនជាកូនចៅសាលាខណ្ឌមកសួរនាំគាត់អំពីការលក់ដូរនិងសួរនាំគាត់តើនរណាជាអ្នកឲ្យលក់ដូរនៅទីនេះទើបបង្កជាចំនួនពាក្យសម្ដីឈានដល់ការប្រហារហិង្សាតែម្ដងស្ត្រីខាងលើនេះបានបន្តទីថាការលក់ដូរតាមចិញ្ចើមផ្លូវនេះគាត់ទើបតែលក់ដូរនោះទេហើយលក់ក្រោយគេថែមទៀតដោយដាក់បាយម្ហូបត្រីសុទ្ធមួយកូនតុកតែប៉ុណ្ណោះដើម្បីចិញ្ចឹមក្រពះនិងគ្រួសាររបស់គាត់ចំណែកអ្នកផ្សេងបានលក់ដូរដូចគ្នានឹងលក់ធំជាងគាត់ទៅទៀតហេតុអ្វីមិនទៅរករឿងហេតុអ្វីបានជាទៅរករឿងកន្លែងគាត់ឬមកពីគាត់មិនបង់លុយឬដោយសារគេកន្លែងធំជាងមានលុយបង់ហើយគាត់អត់បានបង់ទៅមករករឿងបែបនេះនិយាយរួចបរិបខាងលើនេះបានប្រើប្រាស់ហិង្សាមកលើគាត់ឲ្យតែកំភ្លៀងគាត់ទៅគាត់យកកាបិតមកការពារខ្លួនទៅបង្កការភ្ញាក់ផ្អើលតែម្ដងតាមការរៀបរាប់ពីបរិសស៊ីវិលដែលតាំងខ្លួនជាកូនចៅសាលាខណ្ឌបានឲ្យដឹងថាមុនពេលកាត់ហេតុក៏បានសួរនាំស្ត្រីខាងលើនេះថាពីណាគេឲ្យគាត់មកលក់អីនៅនឹងហើយដាក់ឡើងលើឲ្យផុតទៅកុំដាក់ផ្លូវកែងផ្លូវបត់អញ្ចឹងតែស្ត្រីរូបនោះបានសួរគាត់ថាហែងមកពីណាហែងមកសួរនាំអញហ្នឹងហែងមកសួរនាំអញនឹងហែងមានសិទ្ធអីបរិសខាងលើនេះបានបន្តថាស្ត្រីខាងលើនេះបានយកកាំបិតដេញចាក់គាត់ដោយឃើញដូចនេះគាត់ក៏ថយក្រោយតែស្ត្រីខាងលើនេះនៅតែបន្តរុលដាក់គាត់ទៀតទៅគាត់ទះចេញតែម្ដងក្រោយពេលកាន់ហេតុសមត្ថកិច្ចក៏បានចុះទៅនាំអ្នកទាំងពីរទៅប៉ុស្តិ៍នគរបាលរដ្ឋបាលទន្លេបាសាក់ដើម្បីធ្វើការសាកសួរនាំនិងដោះស្រាយតាមនីតិវិធីជាចុងក្រោយស្ត្រីខាងលើនិងបរិសស៊ីវិលខាងលើនេះបានសុំស្នើឲ្យស្ត្រីខាងលើប្រញាប់ទៅលក់ដូរវិញក៏បញ្ចប់ស្មើគ្នាតែម្ដងត្រីបង្កកជាង2តោនត្រូវសមត្ថកិច្ចខេត្តបាត់ដំបងបង្ក្រាបក្រោយឈ្មោះនាំចូលខុសច្បាប់ពីប្រទេសថៃត្រីបង្កកប្រមាណជាង2តោនត្រូវបានសមត្ថកិច្ចស្រុកបវលខេត្តបាត់ដំបងចុះបង្ក្រាបក្រោយឈ្មោះទុច្ចរិតលួចដឹកជញ្ជូនពីប្រទេសថៃចូលមកកម្ពុជាដោយគ្មានលិខិតអនុញ្ញាតនេះបានតាមការចាប់ផ្សាយរបស់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងនៅល្ងាចថ្ងៃទី 6 ខែឧសភាឆ្នាំ 2025បាទតាមប្រភពខាងលើនេះបង្ហាញថាប្រតិបត្តិការនេះធ្វើឡើងកាលពីថ្ងៃទី 5 ខែឧសភាក្រោមការដឹកនាំរបស់យាយយុសាននៃការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តសហការជាមួយនឹងមន្ត្រីជំនាញរដ្ឋបាលជលផលនិងខណ្ឌរដ្ឋបាលជលផលខេត្តបាត់ដំបងក្នុងប្រតិបត្តិការនោះដែរសមត្ថកិច្ចឃាត់រថយន្តដឹកត្រីបង្កកចំនួន1គ្រឿងស្ថិតនៅចំណុចភូមិអលង្រៃឃុំក្ដួលតាហែនស្រុកបវលដែលបានលួចនាំចូលត្រីពីថៃមកកម្ពុជាដោយគ្មានលិខិតអនុញ្ញាតស្នងការខេត្តបាត់ដំបងបានបញ្ជាក់ថាសមត្ថកិច្ចចម្រុះបានរកឃើញត្រីបង្កកជាប្រភេទត្រីប្រាប្រមាណ2តោននិងត្រីកន្ត្រកបង្កកប្រមាណជាកន្លះតោនបច្ចុប្បន្នអ្នកបើកបរព្រមទាំងរថយន្តត្រូវបានមន្ត្រីជំនាញរដ្ឋបាលជលផលខេត្តបាត់ដំបងឃាត់ខ្លួនបញ្ជូនទៅអនុវត្តតាមនីតិវិធីច្បាប់បន្តទៀត